ើលោកលីកំហេងចង់ធ្វើនំអត់ម្សៅឬយ៉ាងណាខណៈរំលោភលើកិច្ចសន្យាព្រមទាំងទិញដីមិនទាន់ឲ្យលុយគ្រប់ផងហ៊ានឈូសឆាយយកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងដូចនេះករណីលក់ដីឲ្យគេហើយតែបែរជាមិនបានលុយថ្លៃដីពលគឺបានតែលុយកក់តែប៉ុន្មានប៉ុណ្ណោះដែលធ្វើឲ្យអ៊ំស្រីប្រាក់ហុងដងហើយរោគយុតិធធដែលលោកលីកំហេងមិនព្រមប្រគល់ប្រាក់តាមកិច្ចសន្យាហើយបានឲ្យគូកនបពួកមកចរចារឿងលុយនៅសល់ជាង$120,000ដោយក្នុងរយៈពេល3ខែគឺឲ្យបានតែ$1,000តែប៉ុណ្ណោះបើមិនព្រមយកដីវិញទៅនេះបើយោងតាមប្រភពខាងលើដែលអង្គភាពសារព័ត៌មានរបស់យើងទទួលបាននៅថ្ងៃទី8ខែមិថុនាឆ្នាំ2025នេះយោងតាមកិច្ចសម្ភាររបស់អ៊ំស្រីប្រាក់ហុងបានរៀបរាប់ទាំងទឹកភ្នែកថាឈឺចាប់ណាស់លក់ដីតែមិនបានលុយបើនៅទុកដីនៅគាត់គ្រាន់បានធ្វើស្រែស្រូវហូបតែឥឡូវលក់ដីអស់គ្មានសល់អ្វីទេកូនក៏ឈឺណាមួយសរសៃប្រសាទទៀតតើបានលុយឯណាអង្គលើកទី1ដុតរបស់ខ្ញុំចោលលើកទី2ដករបស់ខ្ញុំចោលហើយខ្ញុំធ្វើម្ដងនេះទៀតដករបស់ខ្ញុំទៀតខ្ញុំមកចាំរាល់ថ្ងៃមកដករបស់ខ្ញុំទៀតហើយលុយក៏អត់ទាន់បានគ្រប់គ្រាន់ដែរលុយកិច្ចសន្យាគឺគេអត់ធ្វើតាមកិច្ចសន្យាទេលុយខ្ញុំប្លង់80000ថា24ខែថាទូទាត់តាមកិច្ចសន្យា24ខែនឹងឲ្យអស់ហើយអត់ទូទាត់តាមអមិនទេថាលុយយើង80000ហ្នឹងកិច្ចសន្យា8វគ្គហ្នឹងឲ្យអស់អត់ទេឲ្យម្ដង1000 2000 3000 1500 3ខែម្ដងហ្នឹងលើស3ខែទៅ6ខែក៏មានលើមួយខែក៏មានអត់ដែលគ្រប់កិច្ចសន្យាទេខ្ញុំសុំនិយាយទីខ្ញុំអត់មានបាយហូបទេខ្ញុំអត់លក់ដីខ្ញុំមានស្រែធ្វើមានបាយហូបឥឡូវខ្ញុំមានបាយហូបប្រគុណទឹកក៏អត់ស្រោងកក៏អត់ដែរកូនក៏ឈឺដែរលុយក៏អត់បានដែរខ្ញុំប្រាប់ក៏មានតែមើលចាខ្ញុំមានស្រូវមកជើអត់មានទេប្រគុណក៏អត់មានដែរបាទក៏មានទីងទួចកូនឈឺនេះវះ2ដងហើយតែសៃវិសាទៀតនេះបាទប្រាប់ក្នុងជំនួបនៃការចរចារវាងអ៊ំស្រីប្រាក់ហុងកាលពីថ្ងៃទី3ខែមិថុនាឆ្នាំ2025កន្លងទៅភាគីតំណាងលោកលីកំហេងគឺលោកប្រាក់វិស្នានិងលោកសុភ័ក្របានដោះស្រាយជូនអ៊ំស្រីផ្ដល់ឲ្យ3ខែតែ$1000ប៉ុណ្ណោះខណៈដីគឺបានឈូសឆាយអស់ទៅហើយប្រៀបដូចជាធ្វើនំអត់ម្សៅយ៉ាងដូចនេះបើអ៊ំស្រីមិនព្រមមានតែយកដីវិញប៉ុណ្ណោះហើយថែមទាំងគម្រាមអ៊ំស្រីថាបើមិនស្របតាមពួកគេមានតែប្តឹងដាក់ដីរក្សាការពារតែតាមពិតក្រុមបកពួកលោកលីកំហេងជាអ្នកបំពេញរំលោភកាន់កាប់អចលនទ្រព្យអ្នកដទៃដោយខុសច្បាប់ដែលអ៊ំស្រីមិនបានផ្ទេរសិទ្ធិហើយប្លង់រឹងនៅក្នុងដៃអ៊ំស្រីនៅឡើយហើយម្យ៉ាងវិញទៀតលោកលីកំហេងមិនគោរពតាមកិច្ចសន្យាដែលបានផ្តិតមេដៃជាមួយអ៊ំស្រីទៀតផងអ៊ំស្រីប្រាក់ហុងបានបញ្ជាក់ថាប្រសិនបើយកដីរបស់គាត់ទៅបញ្ចាំឬទៅខ្ចីធនាគារគឺគ្រាន់បើជាងលក់ឲ្យលោកលីកំហេងដែលសន្យា3ខែទូទាត់ឲ្យម្ដងតែនេះ3ខែ2ដងហើយគ្មានដំណោះស្រាយសោះហើយបានតែ$500ឬ$1000ប៉ុណ្ណោះតើសងប៉ុន្មានឆ្នាំទើបរួចទៅមិនត្រឹមតែប៉ុណ្ណោះអ៊ំស្រីសូមសំណូមពរទៅដល់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចតេជោហ៊ុនសែនមេត្តាជួយរកយុត្តិធម៌ជូនរូបគាត់ផងទោះជាយ៉ាងណាអង្គភាពសារព័ត៌មាន9 TV នៅតែរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការឬទំនាក់ទំនងតាមលេខទូរស័ព្ទ012 79 95 និង 72 9 TV រងចាំមើលថាតើលោកលីកំហេងពិតជាធ្វើនំអត់ម្សៅឬយ៉ាងណាហើយតើលោកនឹងដោះស្រាយបែបណាចំពោះករណីខាងលើនេះជាមួយនឹងម្ចាស់ដីខណៈដែលលោកបានឈូសឆាយដីរបស់គេយ៉ាងអនាធិបតេយ្យទាំងមិនទាន់ប្រគល់ប្រាក់គ្រប់ចំនួនព្រមទាំងរំលោភលើកិច្ចសន្យានោះតើរឿងនេះនឹងទៅជាយ៉ាងណាហើយតើច្បាប់នឹងដោះស្រាយបែបណា9 TV នឹងធ្វើពីបច្ចុប្បន្នភាពរឿងនេះបន្តទៅទៀតនៅវគ្គក្រោយ